បាទជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាដែលក្នុងវីដេអូនេះគឺខ្ញុំធ្វើការនៅ change ទៅលើ hostname របស់យើងដែលនៅនេះដែរគឺយើងនឹងធ្វើការមើលថាយើងនៅយើងជាអ្នកគេហួរ MI PWD ហើយនឹង hostname របស់យើងតែម្ដងតើពេលយើងមើលអស់ហើយយើងធ្វើការវា comment នៅ sudo hostname តែឥឡូវនេះអ្នកអាចមើលបានគឺយើងធ្វើការវាយក្នុង comment ហ្នឹងដើម្បី set ទៅលើដើម្បី set hostname ថ្មីមួយទៀតត្រង់កន្លែងនេះយើងធ្វើការវាយក comment នៅ sudo nano etc.host/home នេះដើម្បីចូលទៅបង្កើតដាក់ជាមួយ hostname ថ្មីឥឡូវនេះបន្តពីយើងដាក់អីបានអស់ហើយយើងនឹងធ្វើការ cat ចាប់ cat នេះដើម្បី ECT host នេះដើម្បីមើលថាវាមានឬក៏អត់បន្ទាប់ជាវាមានហើយបន្តមកនោះយើងនឹងធ្វើការ reboot វាតែម្ដង
ដល់ប្រពីរីវថាយើងធ្វើការសួរទៅលើសួរអីទៅនោះយើងនឹងឃើញថាវាមានដែលយើងបានដូរ hostname នឹងតែម្ដង